ឥឡូវនេះគឺខ្ញុំបានមកដល់ខេត្តកំពតហើយបងប្អូនទាំងអស់គ្នាគឺថាមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនបាទនៅខេត្តកំពតបងប្អូនទាំងអស់គ្នាមើលទៅបាទមានសេះសមុទ្របាញ់ទឹកក៏ដូចជាបងប្អូនយើងមកលេងច្រើនខ្លាំងមែនទែនណាបងប្អូនទាំងអស់គ្នាហើយគឺខ្ញុំមកនេះគឺខ្ញុំមកទៅដើម្បីថតរឿងរសជាតិស្នេហ៍បងប្អូនណាឥឡូវនេះគឺចេញដល់ភាគ6ហើយបងប្អូនទាំងអស់គ្នាចាំតាមដានទស្សនាទាំងអស់គ្នានៅភាគបន្ទាប់ទៀតពីថតរឿងរសជាតិស្នេហ៍ហើយក៏ខ្ញុំជាតិនេះក៏ឆ្លៀតមកមើលសកម្មភាពនៅក្រុមពួកខ្ញុំបងប្អូនទាំងអស់គ្នាគឺគាត់កំពុងតែថតកុនបងប្អូនខ្នាតធំរបស់ក្រុម The Troll Cambodia និងផលិតកម្ម Media Load Picture បងប្អូនហើយគឺរឿងសត្រូវព្រាយហើយឥឡូវនេះគឺខ្ញុំមកជួបហៀឆ្លូញហើយនឹងមួយផ្លោកបាទកំពុងតែអង្គុយចាំគ្នាយើងផ្សេងទៀតគាត់កំពុងតែចូលប្លង់នៅក្នុងទឹកបាទហើយខែនេះត្រជាក់ណាបងប្អូនទាំងអស់គ្នាហើយចេះតែនិយាយលេងមួយផ្លោកពីអាម៉ាត់សួរគាត់ថាមិនហូបបាយហើយនៅផ្លោកថាចេះហូបបាយទេផ្លោកអីហូបបាយរាល់ថ្ងៃអីក៏សួរគាត់គាត់និយាយតែអញ្ចឹងបាទរាល់ដងគឺគាត់តែអញ្ចឹងហើយមកក្រុមខ្ញុំក៏ប្លែងស្ងួតជាងគេគឺផ្លោកថ្ងៃរាល់ថ្ងៃបានមួយផ្លោកមួយគាត់សើនិយាយម្ដងមិនដែលទាស់មិញគេហើយឥឡូវនេះថតបង្ក្តៅពងកចៅទូកលេងមកអត់ចេះតែចៅទូកទៀតហ្នឹងឥឡូវពងរៀនចៅបងប្អូនគ្នាហើយរឿងសត្រូវព្រាយនេះដឹងតែល្អមើលញាក់ស្ងាច់បងប្អូនគ្នាមានប្លង់ស្អាតក៏ដូចជាទេសភាពខ្ញុំទៅផ្ទាល់គឺឃើញចុះទម្រាំនៅក្នុងកុនទៀតមិនដឹងស្អាតយ៉ាងណាទេបងប្អូនគ្នាតពីយើងទៅដល់កន្លែងពួកគាត់ថតកុនហើយក៏ខ្ញុំឆ្លៀតមកឆ្នេរចិត្តទីរួមខេត្តកំពតនឹងដែរទេបងប្អូនគឺកន្លែងផ្លូវវាងមិនតិចនោះគឺខ្ញុំមកថតទេសភាពកន្លែងហ្នឹងក៏ស្អាតដែរបងប្អូនគ្នាគឺថាខ្យល់ត្រជាក់ខែនេះគឺថាស្អាតបងប្អូនគ្នាហើយឆ្នេរគឺមានទឹកមានអីមានខ្សាច់ស្អាតខ្លាំងមែនទែនហើយក៏មិនចាំយូរក៏ដើរឲ្យបងប្អូនគ្នាមើលទេសភាពនៅនឹងដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេហើយអីដែលខ្ញុំកំពុងតែកាន់គឺអីវ៉ាន់ដែលខ្ញុំកំងមកពីចិនណាបងប្អូនគ្នាគឺពូកដាក់នៅក្នុងឡានណាបងប្អូនពូកដាក់នៅក្នុងឡានហ្នឹងខ្ញុំកំងមកតាមរយៈ app Lowdown បងប្អូនគ្នាហើយ app ហ្នឹងគឺបងប្អូនគ្នាអត់ចេះចិនក៏អាចទិញបានដែរបងប្អូនគ្នាគឺបានតម្លៃបោះដុំតែម្ដងហើយបើបងប្អូនគ្នាចង់ទិញឬក៏ចង់ចេះការកំងតាមរយៈ app Lowdown ហ្នឹងខ្ញុំបរៀនបងប្អូនគ្នាគ្រាន់តែចុចចូលនៅក្នុង App Store ឬក៏ Play Store មកបន្ទាប់មកវាពាក្យថា Lowdown ហើយចុច download មកនេះដោយសារខ្ញុំមានស្រាប់ហើយគ្រាន់តែចុច open មកបន្ទាប់មកទៀតបងប្អូនគ្នាចុចការចុចឈ្មោះហ្នឹងមកដើម្បីបង្កើត account បងប្អូនគ្រាន់តែវាយលេខទូរស័ព្ទចូលពាក្យថាបានទទួលកូដផ្ទៀងផ្ទាត់មកហើយបន្ទាប់មកលេខកូដនឹងផ្ញើមកបងប្អូនគ្នាហើយសម្រាប់ជ្រើសរើសអ្នកលក់នេះបងប្អូនគ្រាន់តែចុចយក SA007 នេះមកបន្ទាប់មកបងប្អូនគ្នាចុចពាក្យថាបញ្ជាក់ហើយបន្ទាប់មកចុចពាក្យថាការចុះឈ្មោះបន្ទាប់មកទៀតវា load ឲ្យយើងវាយលេខសម្ងាត់ចឹងនេះដាក់លេខសម្ងាត់បងប្អូនបញ្ជាក់2ដងមកហើយខាងក្រោមនេះពាក្យសម្ងាត់ទូទាត់ពេលបងប្អូនគ្នាទិញអីវ៉ាន់ទៅវា load ឲ្យផ្ទៀងផ្ទាត់ហើយបន្ទាប់មកបងប្អូនគ្រាន់តែចុចពាក្យបញ្ជាក់មកគឺយើងអាចមាន account មួយសម្រាប់ទិញបានហើយបើសម្រាប់ការ search រកវិញគឺងាយស្រួលខ្លាំងមែនទែនបងប្អូនចង់វាយជាអក្សរក៏បានរកកៅអៅអីចឹងបងឬក៏បងប្អូនគ្នាអាច scan អីវ៉ាន់នៅក្នុងហ្នឹងក៏បានដែរគឺថាងាយស្រួលខ្លាំងមែនទែនសម្រាប់បងប្អូនរកអីវ៉ាន់នៃមួយចឹងណាបើសម្រាប់ខ្ញុំគឺ search ទិញ accessory គេនៅក្នុងឡានបងប្អូនគ្នាហើយយើងចូលមើលមកហើយបន្ទាប់ពីយើងមើលហើយយើងចុចទិញឥឡូវនេះមកបងប្អូនហើយបន្ទាប់មកទៀតគឺវា load ឲ្យយើងរើសខ្សែក៏ដូចជារើសទំហំរើសអីចឹងណាហ្នឹងបើយើងទិញកៅអៅឲ្យយើងរើសខ្សែរើសទំហំចឹងទៅហើយនេះយើងទិញហើយវាមានពណ៌មានអីច្រើនបើយើងពេញចិត្តមិនណាយើងចុចសញ្ញាបូកមួយមកហើយបន្ទាប់មកទៀតបងប្អូនគ្នាចុចពាក្យថាបញ្ជាក់ពេលដែលបងប្អូនគ្នាចុចពាក្យបញ្ជាក់ហើយអញ្ចឹងបងប្អូនគ្នាត្រូវរើសកន្លែងអាស័យដ្ឋាននេះទៀតបងប្អូនគ្នាអញ្ចឹងបងប្អូនត្រូវបំពេញចុះឈ្មោះចុះអីអញ្ចឹងនេះដោយសារខ្ញុំមានស្រាប់អញ្ចឹងខ្ញុំ select មកវាមានស្រាប់តមកបងប្អូនគ្នាចុចពាក្យដាក់ស្នើការបញ្ជាទិញនេះមកហើយយើងរងចាំបន្តិចទៅព្រោះអ៊ីនធឺណិតខ្ញុំវា slow អញ្ចឹងនេះគឺយើងត្រូវបញ្ចូលលុយដោយសារលុយនៅក្នុង app យើងអត់មានអញ្ចឹងណាគ្រាន់តែចុចលើហ្នឹងមកគឺវា load ឲ្យយើងដើម្បីបង់ទឹកប្រាក់ហើយលុយយើងចង់បញ្ចូលប្រហែលក៏បានដែរដោយសារនៅក្នុងនេះខ្ញុំបញ្ចូល$25អញ្ចឹងវា load ឲ្យយើងរើសគណនីណាមួយដែលយើងចង់បង់អញ្ចឹងបន្ទាប់ពីយើងបញ្ចូលលុយហើយអញ្ចឹងបងប្អូនគ្នាអាចទិញអីវ៉ាន់នឹងបានហើយ app Lowdown ហ្នឹងបងប្អូនគ្នាអាចទិញបានអីវ៉ាន់គ្រប់មុខច្រើនខ្លាំងមែនទែនហើយបងប្អូនគ្នាអត់ចេះភាសាចិនក៏បងប្អូនគ្នាអាចកំងអីវ៉ាន់មកពីចិនបានដែរបងប្អូនគ្នាហើយបើតម្លៃវិញគឺតម្លៃបានតម្លៃបោះដុំទៀតបងប្អូនគ្នាអត់មានវីសាកាតអីក៏បងប្អូនអាចកំងទិញអីវ៉ាន់មកពីចិនបានដែរបងប្អូនតាមរយៈ app Lowdown ហើយ app Lowdown នេះវិញមិនមែនមានតែទំនិញនៅក្នុងស្រុកចិនទេបងប្អូនគ្នាសូម្បីតែនៅទំនិញនៅក្នុងស្រុកខ្មែរយើងក៏មានដែរនិយាយទៅគឺមានស្តុកនៅក្នុងរាជធានីភ្នំពេញយើងស្រាប់តែម្ដងសម្រាប់បងប្អូនដែលនៅរាជធានីភ្នំពេញចង់ទិញអីវ៉ាន់តាម app Lowdown អីចំណាយត្រឹមតែពី20ទៅ40នាទីខាង delivery នឹងដឹកជញ្ជូនឲ្យដល់តែម្ដងនិយាយពីទីតាំង Lowdown យើងនៅក្នុងប្រទេសកម្ពុជាគឺមានរហូតដល់300កន្លែងហើយអ្វីដែលកាន់តែពិសេសបើបងប្អូនគ្នាកំងអីវ៉ាន់នៅថ្ងៃទី8ថ្ងៃទី18និងថ្ងៃទី28គឺនិយាយថា free delivery តែម្ដងសម្រាប់ទំនិញបងប្អូនគ្នាក្រោម3គីឡូនិយាយទៅអេមហ្មងអញ្ចឹងសម្រាប់បងប្អូនគ្នាដែលចង់ទិញទំនិញមកពីចិនឬក៏ទំនិញនៅក្នុងប្រទេសកម្ពុជាយើងបោះដុំឬក៏រាយបងប្អូនគ្នាអាចទិញបានតាមរយៈ app Lowdown នេះនិយាយទៅជាតិហ្មងមានបន្ថែមបងប្អូនគ្នាអាចចុច link នៅក្នុង comment បានសម្រាប់ការចុះឈ្មោះប្រើប្រាស់នៅ app Lowdown ដើម្បីទទួលបាន promotion ពិសេសពី Lowdown ផងដែរអរគុណបងប្អូនគ្នាវីដេអូមានតែប៉ុណ្្នឹងទេជួបជាមួយខ្ញុំបាទជានៅវីដេអូក្រោយជាតិណាកុំភ្លេចកំងតាម app Lowdown ទាំងអស់គ្នាណា